អាវុធហាមឃាត់ដែលថៃបានប្រើក្នុងសង្គ្រាម5ថ្ងៃជាមួយកម្ពុជាថៃតែងតែនិយាយថាខ្លួនជាប្រទេសដែលគោរពច្បាប់អន្តរជាតិគោរពសិទ្ធិមនុស្សស្រឡាញ់សន្តិភាពប៉ុន្តែអ្វីដែលអន្តរជាតិជាពិសេសប្រជាជនកម្ពុជាបានមើលឃើញក្នុងកំឡុងពេលប្រយុទ្ធគ្នា5ថ្ងៃជាមួយកម្ពុជានោះគឺយោធាថៃបានប្រើប្រាស់អាវុធដែលអន្តរជាតិហាមឃាត់ជាច្រើនប៉ុន្តែនៅតែមិនអាចយកឈ្នះលើកងទ័ពដ៏អង់អាចរបស់យើងបានតើមានអាវុធខុសច្បាប់អ្វីខ្លះដែលកងទ័ពថៃបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយកម្ពុជាតោះយើងមកតាមដានទាំងអស់គ្នាអាវុធខុសច្បាប់ទី1ថៃបានទម្លាក់គ្រាប់បែកចង្កោម M46 មកលើទឹកដីកម្ពុជាគ្រាប់បែកចង្កោម M46 ឬ Cluster Bomb M46 គឺជាប្រភេទអាវុធដែលត្រូវបានផលិតដោយកងទ័ពសហរដ្ឋអាមេរិកនិងត្រូវបានប្រើប្រាស់ជាលើកដំបូងក្នុងសង្គ្រាមទសវត្សរ៍ទី20គ្រាប់ M46 មួយគ្រាប់មានទុកកូនគ្រាប់បែកជាច្រើនគ្រាប់នៅពេលគ្រាប់បែកបានទម្លាក់ទៅលើយន្តហោះវាបានបែកសម្បករួចបានសាចកូនគ្រាប់បែកនិងបានផ្ទុះពេលធ្លាក់ដល់ដីនិងបំផ្លាញរាល់ជីវិតដែលនៅក្នុងតំបន់នោះប៉ុន្តែក៏នៅមានកូនគ្រាប់បែកមួយចំនួនមិនបានផ្ទុះហើយបង្កផលប៉ះពាល់នៅពេលក្រោយទៀតជាពិសេសនោះគឺជនស៊ីវិលស្លូតត្រង់ដោយសារគ្រាប់បែកចង្កោមដូចជា M46 នេះត្រូវបានគេចាត់ទុកថាបង្កគ្រោះថ្នាក់ខ្លាំងចំពោះប្រជាពលរដ្ឋទើបប្រទេសជាច្រើនលើពិភពលោកបានចុះហត្ថលេខាលើអនុសញ្ញាអូស្លូឬពាក្យពេញថា Convention Cluster Munition ដើម្បីធ្វើការហាមផលិតនិងប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិទី2ភាគីថៃបានបាញ់សែងពលផូស្វ័រសមកលើតំបន់ព្រំដែនកម្ពុជាផូស្វ័រសដែលមានឈ្មោះជាភាសាអង់គ្លេសថា White Phosphorus Smoke គឺជាសារធាតុគីមីមួយប្រភេទដែលមានឈ្មោះថា Phosphorus រូបរាងរបស់វាមានពណ៌សឬលឿងស្រាលសែងពុលនេះអាចឆេះដោយខ្លួនឯងបានពេលប៉ះជាមួយខ្យល់រួចបង្កើតបានជាធាតុពុលយ៉ាងធ្ងន់ធ្ងរគេប្រទះឃើញប្រើភាគច្រើនលើវិស័យយោធាក្នុងគោលបំណងដូចជាបង្កើតជាផ្សែងបំភាន់ដើម្បីបិទបាំងទីតាំងទ័ពឬសម្ភារៈយោធាធ្វើជាអាវុធសម្រាប់បំផ្លាញសំណង់អគារផ្សេងៗជួនកាលក៏ត្រូវបានប្រទេសមួយចំនួនយកមកបាញ់ដើម្បីសម្លាប់កងទ័ពគូបដិបត្តិWhite Phosphorus Smoke មានផលប៉ះពាល់លើមនុស្សដូចជាធ្វើឲ្យរលាកសាច់ដុំពិបាកព្យាបាលបង្កឲ្យជ្រុះសាច់ខ្វិនអវយវៈថប់ដង្ហើមពុលសួតនិងអាចបណ្ដាលឲ្យអ្នកដែលបានប៉ះពាល់ស្លាប់បានដោយសារផ្សែងពុលនេះបង្កគ្រោះថ្នាក់ខ្លាំងក្លាដល់សុខភាពមនុស្សវាត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងសង្គ្រាមនោះទេឲ្យអនុញ្ញាតឲ្យប្រើតែក្នុងគោលបំណងបង្កើតផ្លូវបន្លាចយុទ្ធសាស្ត្រដោយមិនបាញ់លើមនុស្សកងទ័ពថៃបានប្រើយន្តហោះចម្បាំង F16 ឈ្លានពានទឹកដីកម្ពុជាយន្តហោះ F16 ដែលថៃប្រើប្រាស់គឺជាប្រភេទយន្តហោះចម្បាំងទំនើបដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកយន្តហោះចម្បាំងនេះមានឈ្មោះពេញថា Lockheed Martin F-16 Fighting Falcon ដោយមានល្បឿនអតិបរមាប្រហែល 2,100 គីឡូម៉ែត្រក្នុង1ម៉ោងអាចហោះបានកម្ពស់ប្រហែល 15,000 ម៉ែត្រនិងហោះបានចម្ងាយប្រហែល 4,200 គីឡូម៉ែត្រដោយអាស្រ័យទៅលើទម្ងន់អាវុធយោធាថៃបានទិញយន្តហោះចម្បាំង F16 តាំងពីឆ្នាំ 1988 មកម្លេះដែលមានចំនួនល្បាក់ពី 30 ទៅ 40 គ្រឿងថ្មីត្បិតថាសហរដ្ឋអាមេរិកព្រមលក់យន្តហោះចម្បាំងនេះឲ្យថៃក៏ពិតមែនប៉ុន្តែការប្រើប្រាស់ក៏ស្ថិតក្រោមលក្ខខណ្ឌរបស់អាមេរិកដែរដោយលក្ខខណ្ឌទាំងនោះបញ្ជាក់ថាអាវុធទាំងនោះមិនអាចយកទៅធ្វើសង្គ្រាមឈ្លានពានប្រទេសដទៃបានទេលើកលែងតែមានការអនុញ្ញាតពីសហរដ្ឋអាមេរិកដោយឡែកក្នុងសង្គ្រាមជាមួយកម្ពុជារយៈពេល5ថ្ងៃថៃមិនបានគោរពលក្ខខណ្ឌដែលអាមេរិកបានដាក់នោះទេដោយបានប្រើយន្តហោះ F16 ចូលមកទម្លាក់គ្រាប់បែកឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោលហើយអ្វីដែលកាន់តែអាក្រក់នោះគឺបានប្រើប្រាស់យន្តហោះចម្បាំងនេះទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកធ្វើឲ្យខូចខាតជាអតិបរមាទាំងនេះគ្រាន់តែជាអាវុធខុសច្បាប់មួយចំនួនតូចប៉ុណ្ណោះនៅមានរូបភាពជាច្រើនទៀតដែលថៃបានប្រើព្រោះតែចង់ឈ្នះលើការប្រយុទ្ធជាមួយកម្ពុជាសង្ឃឹមថាពិភពលោកនឹងជួយរកយុត្តិធម៌ជូនកម្ពុជាដែលតែងតែត្រូវបានថៃឈ្លានពានម្ដងហើយម្ដងទៀតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ